បងប្អូនយើងដែលរៀនវគ្គសាវេតង្ហាប់ program ខ្ញុំនឹងលើក website មួយដើម្បីបង្ហាញបងប្អូនទាំងគ្នា website នេះគឺវាមានអត្ថប្រយោជន៍មែនទែនបងប្អូនទាំងគ្នាដែលរៀនវគ្គក្រសួងសាវេតង្ហាប់ program មិនថាយើងរៀន level 1ដល់ level 5ទេនៅក្នុង website នេះគឺមានបកប្រែមកជាខ្មែរបងប្អូនទាំងគ្នាអាចធ្វើការចូលទៅមើលបានហើយវាមានតាំងពីកម្រិត1ដល់កម្រិត5ហើយវេយ្យាករណ៍មានចាប់ពីកម្រិត1ដល់កម្រិត4ដូច្នេះគឺ website ហ្នឹងគឺល្អមែនទែនបងប្អូនទាំងគ្នាអាចចូលទៅមើលបានចាំតិចទៀតខ្ញុំចូលទៅបង្ហាញបងប្អូនទាំងគ្នាតែម្ដងសម្រាប់អ្នកដែលរៀនវគ្គក្រសួងហើយសម្រាប់អ្នកដែលរៀនត្រៀមទៅប្រឡងសារចំផ្ចង់ការដើម្បីបាន level អីបងប្អូនគ្នាអាចចូលទៅរៀននៅក្នុង website នឹងបានតោះឥឡូវយើងចូលទៅកាន់ website នឹងទាំងអស់គ្នាដើម្បីចូលទៅមើលថាតើវាមានស្អីខ្លះនៅក្នុង website ហ្នឹងឥឡូវយើងចូលមកកាន់ Safari យើងចូលមកកាន់ Safari ទាំងអស់គ្នាមកចូលមកបន្ទាប់ពីចូលមកគឺបងប្អូនគ្នាយើងវាយពាក្យថា6 KIP អញ្ចឹងចាំខ្ញុំដាក់អក្សរបង្ហាញហើយប្រិមិត្តយើងចុចតាមនឹងមកយើងចុចមកណាហើយយើងចុចពាក្យ search បន្ទាប់ពីយើងវាយរួចគឺយើងនឹងឃើញ website មួយនៅខាងលើគេគឺវាដាក់ថា6 KIP អញ្ចឹងគឺយើងចុចចូលមកគឺមានរូបបែបហ្នឹងប្រិមិត្តយើងចំណាំរូបវាមកបន្ទាប់ពីយើងមកយើងចុចចូលនៅពេលដែលចុចចូលគឺយើងនឹងឃើញទម្រង់បែបនេះដោយសារ website ហ្នឹងគឺជារបស់ជនជាតិវៀតណាមដូច្នេះហើយបងប្អូនគ្នាគឺយើងត្រូវតែចុចកន្លែងសញ្ញាត្រេ3នេះដើម្បីជ្រើសយកភាសាខ្មែរនៅក្នុងហ្នឹងមានភាសាច្រើនបងប្អូនគ្នាចុចចូលមកបន្ទាប់មកយើងចុចមកឃើញមានហើយឃើញមានភាសាអង់គ្លេសភាសាកូរ៉េភាសាអីជនជាតិផ្សេងៗអញ្ចឹងទៅប្រិមិត្តដែលមានជនជាតិផ្សេងអីអាចណែនាំគាត់ឲ្យចូលមកមើល website នឹងបានយើងអាចធ្វើការផ្លាស់ប្ដូរទៅតាមភាសារបស់គាត់ណាមាននេប៉ាល់មានអីជាដើមឥឡូវយើងជ្រើសយកភាសាខ្មែរយើងចុចលើភាសាខ្មែរមកគឺយើងនឹងឃើញហើយគឺបានផ្លាស់ប្ដូរទៅជាភាសាខ្មែររួចរាល់ដូច្នេះហើយបើសិនជាយើងចង់មើលមេរៀនចាប់ពីកម្រិត1ដល់កម្រិត5គឺយើងមើលកន្លែងនេះគឺវាដាក់ថាមេរៀន KIP ពីភាសាដូច្នេះហើយប្រិមិត្តចុចចូលកន្លែងហ្នឹងមកវាមានចាប់ពី level 1កម្រិត2កម្រិត3កម្រិត4និងកម្រិត5ហើយចំពោះវេយ្យាករណ៍គឺវាមានចាប់ពីកម្រិត1កម្រិត2កម្រិត3និងកម្រិត4ដោយសារក្នុងកម្រិត5អត់មានវេយ្យាករណ៍ទេក្នុងឥឡូវខ្ញុំចូលទៅកាន់កម្រិតណាមួយដើម្បីបង្ហាញប្រិមត្តទាំងអស់គ្នាឥឡូវឧទាហរណ៍ថាខ្ញុំចូលទៅកាន់កម្រិត4ខ្ញុំចូលមកកាន់មកបន្ទាប់មកប្រិមិត្តនឹងឃើញហើយវាមានមេរៀនចាប់ពីមេរៀនទី1រហូតដល់មេរៀនទីចុងក្រោយប្រិមិត្តនឹងឃើញអានេះមេរៀនទី1ណាមេរៀនទី1គឺ Khachoki Pyeonghwa ហើយមេរៀនទី2គឺ Senghwal Suki Kwahak ហើយមេរៀនបន្តគឺ Hangoke Oire ចឹងទៅប្រិមិត្តនឹងឃើញតាមហ្នឹងបន្តមកឥឡូវឧទាហរណ៍ថាខ្ញុំចូលទៅកាន់មេរៀនណាមួយឥឡូវខ្ញុំចូលទៅកាន់មេរៀននេះគឺ Chongboa Sawe អញ្ចឹងយើងចូលទៅកាន់មេរៀនប្រិមិត្តនឹងឃើញហើយនៅក្នុងហ្នឹងគឺនឹងមានការបកប្រែជាបន្តប្រិមិត្តអាចមើលនៅក្នុងនឹងបានវាមានពាក្យវាមាន clear វាមានវេយ្យាករណ៍អីផ្សេងដែលបងប្អូនគ្នាអាចធ្វើការមើលបាននៅក្នុងនឹងហើយគឺបកប្រែគឺអេមែនតើគឺខ្ញុំសរសើរជនជាតិគេមិនមែនធ្វើតែភាសាគេទេគេធ្វើឲ្យទាំងភាសាខ្មែរយើងទៀតផងនេះគឺជាប្រយោជន៍មួយដែរប្រិមិត្តអញ្ចឹងគឺយើងអាចចូលមកមើលក្នុងនឹងបានមេរៀនទីប្រមាណប្រិមិត្តរៀនដល់មេរៀនទីប្រមាណគឺយើងចូលមកមើលនៅក្នុងមេរៀននឹងឥឡូវខ្ញុំចូលទៅកាន់កម្រិត5វិញម្ដងឥឡូវខ្ញុំចូលមកកាន់កម្រិត5ប្រិមិត្តរៀន level ណាគឺយើងមើល level ហ្នឹងទៅគឺនេះគឺ Hanguki Sangchin ហើយមេរៀនទី2 Khachok មេរៀនទី3 Ilthor Kyothongwa Thongshin អីចឹងទៅប្រិមិត្តអាចមើលក្នុងនឹងបានហើយយើងចូលទៅកាន់មេរៀនមកគឺនឹងមានពាក្យបកប្រែច្រើនមែនតើប្រិមិត្តឃើញអត់នេះគឺសិតតាជំនួយក្នុងការរៀនសូត្រមកកាន់យើងណាប្រិមិត្តអាចមើលបន្ថែមនៅក្នុងនឹងបានចំពោះ level 6វគ្គ Kiva ដូចជាអត់ទាន់មានដែរខ្ញុំឃើញដូចជាមានត្រឹម level 5ទេប៉ុណ្ណឹងក៏បានដែរប្រិមិត្តយើងកុំលោភលន់ពេកបាន level ប៉ុន្មានយើងមើលប៉ុណ្ណឹងទៅឥឡូវយើងចូលទៅកាន់វេយ្យាករណ៍វិញឥឡូវខ្ញុំចូលទៅកាន់វេយ្យាករណ៍វាមាន level 1ដល់ level 4ឥឡូវខ្ញុំចូលទៅកាន់ level 3ខ្ញុំចូលទៅកាន់កម្រិត3កម្រិត3វាមានវេយ្យាករណ៍វាមាន Koheso ហើយវាបកប្រែថាដោយសារអីចឹងទៅហើយបន្ទាប់មកវាមានឧទាហរណ៍អញ្ចឹងទៅបើយើងចង់មើលបន្ថែមយើងចុចលើពាក្យថាព័ត៌មានលម្អិតហ
ហើយដល់ពេលវេយ្យាករណ៍បន្ទាប់ទៀតគឺញ៉ាន់ថេតាហើយបន្ទាប់មកយើងចូលដល់មេរៀនទី2គឺអអាជីតាហើយបន្ទាប់មកគឺនិនថេស៊ីណេគឺប្រិមិត្តអាចមើលនៅក្នុងនឹងបានគឺអេមែនតើនៅក្នុង website នេះខ្ញុំសរសើរហើយប្រិមិត្តទាំងអស់គ្នាអាចចូលមើលវីដេអូបន្តផ្សេងទៀតអានេះយើងមានដូចជាវគ្គហាត់ស្ដាប់ហាត់អីណាប្រិមិត្តអាចមើលបានដូចជាហាត់ស្ដាប់អញ្ចឹងយើងចុចចូលមកហើយយើងចុចចូលមកវាមានជាប្រភេទជាការផ្សាយពាណិជ្ជកម្មមានតន្ត្រីមានអីផ្សេងដូចជានៅមើលនៅក្នុង Netflix ឬក៏ podcast ឥឡូវខ្ញុំចូលទៅកាន់ podcast មួយហើយចាំតិចប្រិមិត្តនេះនៅពេលដែលចូលមកកាន់ podcast នេះគឺវានឹងលើក podcast ផ្សេងដើម្បីយកមកបង្ហាញប្រិមិត្តទាំងអស់គ្នាហើយនេះគឺជាអ្នកគ្រូលីណាដែលខ្ញុំតាមដានគាត់នៅក្នុងchannel YouTube របស់គាត់ដែរគឺគាត់បរៀនល្អដែរឥឡូវខ្ញុំចូលទៅឧទាហរណ៍ទៅបង្ហាញប្រិមិត្តទាំងអស់គ្នាឥឡូវយើងចុចចូលមកក្នុងហ្នឹងគឺអត់មាននេះទេអត់មានបកប្រែជាភាសាខ្មែរទេក៏ប៉ុន្តែវាមានបកពីភាសាកូរ៉េហើយនិងភាសាវៀតណាមក៏ប៉ុន្តែបងប្អូនគ្នាយើងអត់ចេះវៀតណាមទេយើងមិនចាំបាច់មើលទេយើងមើលតែភាសាកូរ៉េទៅយើងចុចលើពាក្យថា transcript មកគឺដើម្បីអាចមើលបានគឺប្រិមិត្តចុចនេះចុចអាកន្លែងសញ្ញានេះមកដើម្បីឲ្យវាដើរហើយយើងចុចលើពាក្យថា auto play នេះយើងចុច auto play មកហើយយើងចុចលើពាក្យថា transcript អញ្ចឹងវាមាន script ឲ្យយើងអានណាអានេះគឺគេបកទៅជាភាសាវៀតណាមវាមានជាភាសាកូរ៉េនិងភាសាវៀតណាមឥឡូវយើងបិទវាមកយើងយកតែភាសាកូរ៉េទេអញ្ចឹងនៅពេលដែលយើង play វីដេអូនឹងដើរហើយវាអក្សរហ្នឹងគឺវានឹង load តាមហ្នឹងហើយអក្សរគឺវានឹង load មកតាមសំឡេងដែលអ្នកគ្រូគាត់និយាយអញ្ចឹងណាឥឡូវនេះដូចជាអញ្ចឹងគឺគេដាក់ថា안녕하세요. 한국어로 이야기 나누는 한국어 팟캐스트 쑥닥북닥입니다. អញ្ចឹងទៅ그리고 저는 여러분들의 한국어 선생님 리나예요. អញ្ចឹងទៅគាត់អានគាត់ចង់ថាគាត់និយាយនៅក្នុង podcast ហ្នឹងទៅយើងអាចមើលតាមហ្នឹងហើយយើងរៀនអានខ្លួនឯងបើសិនជាយើងមិនស្ដាប់ទេយើងគ្រាន់តែបើក transcript មកហើយបន្តមកយើងអានទៅហើយចាំស្ដាប់គាត់តាមក្រោយក៏បានដែរអាហ្នឹងខ្ញុំមិនបង្ហាញបន្ថែមទៀតទេបងប្អូនអ្នកគ្នាអាច play ទៅបើខ្ញុំ play វាអាចនឹងជាប់copyright អញ្ចឹងទៅឥឡូវចំពោះមេរៀនវាមានចាប់ពី level 1ដល់ level 5អញ្ចឹងគឺប្រិមិត្តរៀន level ណាគឺយើងចូលមកមើល level ហ្នឹងហើយវេយ្យាករណ៍យើងរៀនដល់កម្រិតណាគឺយើងចូលមកកាន់កម្រិតហ្នឹងហើយវាមានផ្សេងទៀតប្រិមិត្តអាចចូលមកមើលបន្ថែមបាននៅក្នុងហ្នឹងហើយបើសិនជាប្រិមិត្តមានជនជាតិផ្សេងអីដែលគាត់ចង់រៀនអាចឲ្យគាត់មើលបានព្រោះវាមានភាសាច្រើនដែរមាននេប៉ាល់មានអូជ្បេកមានថៃមានរុស្ស៊ីមានឥណ្ឌូនេស៊ីអញ្ចឹងទៅចំពោះវីដេអូគឺមានតែប៉ុណ្្នឹងទេហើយបើសិនជាប្រិមិត្តមានចង្អល់អីអាច comment សួរនាំបន្ថែមខ្ញុំនឹងព្យាយាមឆ្លើយតប